បើសិនណាអ្នកនៅក្មេងនៅអាយុរៀងតិចអត់តមានការងារធ្វើច្រើនទៅលើវទេគួរចំណាយពេលហ្វាខុសទៅលើការរៀនភាសាសម្រាប់ខ្ញុំដោយសារតែខ្ញុំប្រើប្រាស់ភាសាដើម្បីធ្វើការងារចឹងខ្ញុំគិតថាការរៀនភាសាហ្នឹងពិតជាសំខាន់ខ្លាំងមែនតើពេលកន្លងពេលដែលខ្ញុំចាប់ផ្ដើមរៀនភាសាបន្ថែមហ្នឹងគឺមនុស្សជាច្រើនគេប្រាប់ថាវា boring វាពិបាកតែខ្ញុំនៅតែ decide ថាខ្ញុំត្រូវតែរៀនភាសាបន្ថែមអញ្ចឹងក្នុងពេលដែលខ្ញុំរៀនភាសាបន្ថែមហ្នឹងគឺជាក្នុងពេលដែលមិត្តភក្តិខ្ញុំដែលនៅពេលបង្ហាញខ្ញុំគាត់ប្រកាសទៅលើការរៀនជំនាញការចាប់ជំនាញការរៀនមុខវិជ្ជាអញ្ចឹងខ្ញុំរៀនពីរទន្ទឹមគ្នាពេលដែលខ្ញុំរៀនចប់ខ្ញុំអាចចេះទាំងភាសាខ្ញុំអាចចេះទាំងជំនាញដែលខ្ញុំត្រូវធ្វើការងារហើយបច្ចុប្បន្នហ្នឹងខ្ញុំនៅតែឃើញមានបញ្ហាណាអ្នកខ្លះគាត់អាយុរៀនច្រើនហើយគាត់ទៅបកទៅរៀនភាសាចិនភាសាអង់គ្លេសភាសាអីឡើងវិញធ្វើឲ្យគាត់មានអារម្មណ៍គាត់ពិបាកក្នុងការចាប់ឆាប់បានអញ្ចឹងបើអ្នកនេះនៅក្នុងអាយុ8 9 10រៀនតនេច្រើនទេអត់សូវល្បូរទេគួរទៅចាប់ភាសាឲ្យបានច្រើនបច្ចុប្បន្ននេះខ្ញុំអាចនិយាយភាសាអង់គ្លេសចិនហើយនិងខ្មែរ3ភាសាហ្នឹងខ្ញុំនិយាយវា quite easy ទាំងរកការធ្វើទាំងការ communication ហើយ currently ខ្ញុំកំពុងតែរៀនភាសាកូរ៉េបន្ថែមទៀតអញ្ចឹងខ្ញុំ hope ថាមួយឆ្នាំក្រោយឬក៏2ឆ្នាំក្រោយខ្ញុំអាច fluent ជាមួយនឹងភាសាកូរ៉េបានអញ្ចឹងខ្ញុំអាចនិយាយអង់គ្លេសកូរ៉េចិនបានអញ្ចឹងខ្ញុំគិតថាវាពិតជាជួយខ្ញុំបានច្រើនមែនតើហើយការរៀនភាសាគឺសំខាន់ខ្លាំងណាស់មិនទៅលើការធ្វើការមួយអាចឲ្យយើងដឹងពី culture របស់ប្រទេសដទៃអាចឲ្យយើងនឹងងាយស្រួលក្នុងការ communicate ហើយម្នាក់ដែលគាត់ចង់រកស៊ីអញ្ចឹងបច្ចុប្បន្នអញ្ចឹងទីផ្សារនៅស្រុកចិនគឺសម្បូរឱកាសទីផ្សារច្រើនណាស់អញ្ចឹងបើយើងចេះចិនយើងអត់ពិបាកក្នុងការរក translator អត់ពិបាកក្នុងការអីយើងអាច communicate by myself បានហើយកូរ៉េក៏សម្បូរដែរដែលមានពលករឬក៏អីទៅធ្វើការនៅកូរ៉េច្រើនមែនតើអញ្ចឹងបើយើងចេះភាសាកូរ៉េក៏វាជួយយើងបានច្រើនដែរចឹងបើសិនជាឥឡូវតនេទេអត់ធ្វើអីទេរៀនអត់សូវរវល់ខ្លាំងទេគួរទៅចំណាយពេលមកហ៊ានទៅហ៊ានតាមអនឡាញក៏បានអីក៏បានតែយើងគិតថាអាចឲ្យយើងមក develop បានអញ្ចឹងណាអញ្ចឹងវីដេអូហ្នឹងខ្ញុំចង់ឲ្យមុនទីដល់ពេលដែលគាត់ទៅចាប់ឬគាត់ពុទ្ធតែសិក្សានៅ high school ហ្នឹងគួរតែឆ្លៀតពេលទៅរៀនភាសាបន្ថែមក្រៅពីអង់គ្លេសព្រោះខ្ញុំគិតថា the future ទៅពីមុនចេះអង់គ្លេសគឺ perfect គឺលយខ្លាំងមែនតែប៉ុន្តែឥឡូវអង់គ្លេសគឺវាទូទៅហើយគេឲ្យចេះនិយាយដែរអញ្ចឹងបើយើង add on ថែមភាសាlet's say ចិនកូរ៉េបារាំងអញ្ចឹងទៅ add on មកថែមវាជាការល្អសម្រាប់ខ្ញុំស្រឡាញ់ទៅលើការរៀនភាសាបើខ្ញុំមានពេលឲ្យបោះគូបានខ្ញុំវារៀនតនេខ្ញុំនឹង add on ភាសាបារាំងទៀតប៉ុន្តែ I cannot really cannot ខ្ញុំអាចនិយាយបានព្រោះខ្ញុំអត់មានពេលរៀនទេហើយខ្ញុំរៀន stress ដែរអញ្ចឹងខ្ញុំគិតថាខ្ញុំរៀនចិននឹងឲ្យ fluent ទៅអង់គ្លេសនឹងឲ្យប៉ាកែទៅហើយ add on ថែមភាសាកូរ៉េឲ្យនិយាយបានទៅខ្ញុំគិតថាអូខេអញ្ចឹងតនេរៀនភាសាបានច្រើនណាស់អរគុណបាយបាយ